បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំបង្ហាញបងប្អូនពីរបៀបបាទវីដេអូថ្ងៃនេះចង់បង្ហាញចែកជូនដល់បងប្អូនពីរបៀបធ្វើនំbreakfast ដើម្បីសម្រាប់ឲ្យកូនឬក៏ក្រុមគ្រួសារបងប្អូនជាអាហារពេលព្រឹកបងប្អូនណាគឺងាយស្រួលណាស់គឺយកនំប៉័ង sandwich យើងហ្នឹងនំប៉័ង sandwich ហ្នឹងយើងមករឺតវារុញវារឺតវាឲ្យស្ដើងតិចទៅហើយយើងដាក់សាច់ចូលដាក់ឈីសចូលបន្តិចទៅដើម្បីវាមានជាតិរួចហើយយើងយកមកលាបជាមួយពងទាបងប្អូននេះយកពងទាហ្នឹងយើងដាក់មកពងទាកូរវាមក mix គ្នាហើយយកវាមកលុញនៅលើពងទាហ្នឹងរួចហើយយកទៅដាក់នៅក្នុងអឺ air fry ដាក់ air fry ឆ្នាំង air fry ហ្នឹងយើងដាក់វាបើកកម្ដៅ400អញ្ចឹងទៅហើយទូយើងអាំងបានទូទៅប្រហែលជា2នាទីអញ្ចឹងទៅបាទហ្នឹងហើយបើកមកបងប្អូនមើលណាឃើញនេះអាំងរួចវាមានសភាពបែបនេះសុក្រាន់ជាងាយបងប្អូនស្រួលបាទហើយខ្ញុំចេះធ្វើរបៀបនេះគឺមកពី YouTube ដែរបងប្អូនចេះពីបងស្រីម្នាក់ខ្មែរយើងហ្នឹងគាត់ធ្វើហើយក៏គាត់ដាក់បង្ហាញទៅខ្ញុំរៀនធ្វើតាមទៅក៏ចេះទៅធ្វើឲ្យកូនខ្ញុំញ៉ាំព្រឹកចឹងទៅបាទហ្នឹងហើយស្រួលណាស់បាទវីដេអូថ្ងៃនេះមានប៉ុណ្ណឹងឯងសូមអរគុណជម្រាបលា